ពីរង្វាន់ក៏ដូចជាទំហំនៃទឹកប្រាក់ដែលការប្រកួតតំណាងឲ្យទ្វីបអាស៊ីរបស់យើងណាទំហំទឹកប្រាក់ក៏ទទួលបានច្រើនដូចគ្នាបាទជាពិសេសពីរង្វាន់ AFC នេះតែម្ដងបាទពីរង្វាន់នៅទ្វីបអាស៊ីបាទអញ្ចឹងប្រិមិត្តប្រកាសជាជ្រាបហើយសម្រាប់នៅក្នុងនោះក្រុមតំណាងឯកម្ពុជារបស់យើងគឺប្រខារីស្វ័យរៀងក៏មានឱកាសនៅក្នុងការទៅប្រកួតប្រជែងពីរង្វាន់លំដាប់ទី3របស់អាស៊ីផងដែរបាទអញ្ចឹងប្រិមិត្តប្រហែលជាចង់ជ្រាបហើយថាតើទំហំទឹកប្រាក់ដែលនឹងទទួលបាននោះទំហំទឹកប្រាក់ប្រមាណបាទអញ្ចឹងសម្រាប់បាទបើនិយាយពីទំហំទឹកប្រាក់ទាំង4បាទសម្រាប់ក្លឹបអាស៊ីក្នុងទ្វីបអាស៊ីនោះគឺបាទក្រុមដែលទទួលបាននៅជើងឯក AFC Champion League Elite បាទទទួលបានបាទទឹកប្រាក់រហូតដល់ទៅបាទ$10 លាន$10 លាន$អញ្ចឹងពានរង្វាន់លំដាប់ទី1របស់អាស៊ី AFC Champion League Elite បាទអញ្ចឹងសម្រាប់ពានរង្វាន់លំដាប់ទី1នេះមែនតើទៅមានក្រុមនៅឯអារ៉ាប់បាទឡើងមកប្រកួតប្រជែងណាបាទប៉ះជាមួយនឹងដូចជា Kawasaki Frontale បាទតែស្ដាយដែរបាទក្រុមរបស់ពូដូអាណាហ្សឺអត់អាចឈ្នះរបស់ក្រុមរបស់ជប៉ុនបាទធ្លាក់ត្រឹមវគ្គ semi final របស់ Kawasaki Frontale បាទដូចជាខ្ញុំចាំកាលនោះក្រុមរបស់ជប៉ុនការលេងពីរង្វាន់FIFA Club World Cup ផ្លុបប៉ះជាមួយនឹងរៀលម៉ាឌ្រីតទៀតណាបាទអញ្ចឹងក្រុមដែលមកពីជប៉ុននេះមិនធម្មតាទេបាទមិនធម្មតាទេបាទដល់ពេលអញ្ចឹងពូដូគាត់មានអារម្មណ៍ថាខកចិត្តមែនទែនបាទជាពិសេសឃើញរ៉ូណាល់ដូគាត់មានឱកាសច្រើនណាជាពិសេសការបញ្ចប់មុខទីហ្នឹងគាត់ឥឡូវនេះបើយើងមើលតាមពេជ្រអសេងបើដូចពីមុនមិញដឹងប្រហែលគ្រាប់ទេគាត់ផ្ដាច់ការផ្ដាច់បាល់របស់គាត់ការបញ្ចប់ទីដូចជាមិនដូចមុននេះបើយុទ្ធកាន់តែច្រើនហើយបាទអញ្ចឹងមានន័យថាសម្រាប់ក្រុមរបស់កីឡាករគ្រីស្ទីណូរ៉ូណាល់ដូបាទអាណាហ្សឺបានផ្លត់ចាញ់ទៅលើក្រុម Kawasaki Frontale លទ្ធផល3-2បាទហើយអញ្ចឹងក្រុម Kawasaki Frontale គេឡើងមកជួបគ្នាជាមួយនឹងក្រុមដែលមកពីអារ៉ាប់ដែរបាទ Al Ali បាទ Al Ali នោះគឺគេបានយកឈ្នះទៅលើ Al Hilal បាទជើងខ្លាំងនៅ Saudi Pro League ណាបាទយកឈ្នះទៅលើ Al Hilal មកជួបគ្នាជាមួយនឹង Kawasaki Frontale អញ្ចឹងបើសិនជាក្រុមទាំងពីរនេះត្រូវជួបគ្នាក្រុមណាមួយខ្លាចជាម្ចាស់ជើងឯកនៃពីរង្វាន់ AFC បាទ Champion League Elite នោះនឹងទទួលបានទំហំទឹកប្រាក់$10 លានបាទ$10 លានបាទអញ្ចឹងជាទំហំទឹកប្រាក់មួយដ៏ធំដែរបាទនេះគឺសម្រាប់ផ្នែកបរោះបាទហើយសម្រាប់ផ្នែកនារីក៏ទទួលបានដែរបាទក្រុមបាទជើងឯក AFC Women's Champion League បាទអញ្ចឹងផ្នែកខាងនារីហ្នឹងក៏ទទួលបានទឹកប្រាក់បាទចំនួន$1 លានបាទ$1 លានបាទអញ្ចឹងផ្នែកនារីអាចថាទៅជាងបាទផ្នែកបរោះបើក្រុមទទួលបានជើងឯកបាទ AFC បាទ Champion League 2បាទអញ្ចឹងទំហំទឹកប្រាក់ទទួលបាន$2 លានកន្លះបាទ$2 លាន5សែនបាទអញ្ចឹងសម្រាប់ក្រុមដែលត្រូវប្រកួតប្រជែងនៅក្នុងពានរង្វាន់ AFC Champion League 2នេះក៏មិនលើសគ្នាពីការថាក្រុមលំដាប់ទី3ដែរបាទមិនលើសគ្នាច្រើនទេអញ្ចឹងសម្រាប់ក្រុមដែលត្រូវប្រកួតប្រជែងជាមួយនឹងវគ្គដាច់ព្រាត់បាទវគ្គដាច់ព្រាត់គឺយើងរកឃើញហើយគឺ Lion City បាទត្រូវប៉ះជាមួយនឹង Al បាទ Sara បាទ Al Saja បាទជួបគ្នាអញ្ចឹងបើក្រុមណាដែលទទួលបានជ័យជំនះនឹងទទួលបានទំហំទឹកប្រាក់$2 លាន5សែនបាទអញ្ចឹងសម្រាប់បាទការប្រកួតវគ្គដាច់ព្រាត់បាទពីរង្វាន់លំដាប់ទី3វិញបាទប្រិមិត្តAFC Challenge League ជាពានរង្វាន់លំដាប់ទី3បើសិនជាក្រុមណាដែលខ្លាចជាម្ចាស់ជើងឯកនឹងទទួលបាននៅបាទទឹកប្រាក់$1 លានបាទ$1 លាននៅក្នុងនោះបាទប្រិមិត្តបានជ្រាបហើយគឺក្រុមបាទប្រាក់ខារីស្វ័យរៀងបាទនឹងត្រូវជួបជាមួយនឹងក្រុមបាទ FK Akada បាទអញ្ចឹងទំហំទឹកប្រាក់$1 លានកំពុងតែរងចាំក្រុមទាំងពីរហើយបាទបើសិនជាក្រុមណាខ្លាចជាម្ចាស់ជើងឯកនឹងទទួលបាននៅទំហំទឹកប្រាក់$1 លានបាទតែពិតយើងមានមោទកភាពដែរតាក់ទងទៅនឹងក្រុមបាល់ទាត់នៅតំបន់អាស៊ានរបស់យើងហ្នឹងណាបាទយើងឃើញហើយការប្រកួតបាល់ទាត់នៅទ្វីបអាស៊ីខុសពីបាល់ទាត់នៅទ្វីបអឺរ៉ុបបន្តិចតាក់ទងទៅនឹងការប្រកួតពានរង្វាន់ប្រចាំក្លឹបប្រចាំទ្វីបដោយសារតែអាស៊ីគេបែងចែកខាងជម្រុះខាងអាស៊ីខាងកើតមកប៉ាក់ផ្សេងមកប៉ែកផ្សេងហើយនៅអាស៊ីខាងលិចមកប៉ែកផ្សេងអញ្ចឹងយើងឃើញក្រុមបាល់ទាត់ជប៉ុនទៅប៉ះជាមួយអារ៉ាប៊ីសាអូឌីតណានៅ AFC Champions League Elite
បាទដែលទៅដើមពីរង្វាន់$10លានដល់ AFC Champions League 2សម្រាប់បរោះទៅដើមប្រាក់រង្វាន់2លានកន្លះនោះបាទក៏ឃើញមានក្រុមមកពីអារ៉ាប់ទៅប៉ះជាមួយក្រុមដែលមកពីសង្ហបុរីដែរបាទសង្ហបុរីដែរហើយយើងឃើញហើយអាក្តាក់ទៅប៉ះជាមួយនឹងបការីស្វារីអញ្ចឹងសិតតែអាស៊ីខាងកើតប៉ះជាមួយអាស៊ីខាងលិចហើយយើងក៏មានមោទកភាពសម្រាប់ក្រុមបាល់ទាត់ប្រចាំគេថាទ្វីបអាស៊ីរបស់យើងជាពិសេសនៅតំបន់អាស៊ានបាទតំបន់អាស៊ានរបស់យើងមាន2ក្លឹបសកម្មមិនធម្មតាទេបាទមាន2ក្លឹបនៅក្នុងតំបន់អាស៊ានអញ្ចឹងជំរុះអស់ហើយបាទមានតែរងចាំការប្រកួតជាក់ស្ដែងនេះថាតើនៅតំបន់អាស៊ានរបស់យើងពានរង្វាន់ AFC Champions League 2និង AFC Challenge League នៅបានមកក្រុមតំបន់អាស៊ានរបស់យើងឬក៏បានទៅខាងអាស៊ីខាងលិចបាទអាស៊ីខាងលិចអញ្ចឹងត្រៀមនឹងទស្សនាប៉ុន្តែគាត់ថា AFC Challenge League នឹងប្រកួតមុនបាទជាពិសេសអាកាដាក់ជាមួយនឹងបការីស្វារីត្រូវប្រកួតមុនបន្ទាប់មកការភាគសម្រាប់ AFC Champions League 2ប្រកួតបន្ទាប់និង AFC Champions League Elite នឹងប្រកួតថ្ងៃបន្ទាប់មួយទៀតបាទអញ្ចឹងតើតើជាមួយនឹងប្រាក់រង្វាន់ដែលនឹងទទួលបាននៅក្នុងពានរង្វាន់នៅក្នុងទ្វីបអាស៊ីរបស់យើងជាពិសេសគឺ AFC នេះបាទមានទាំង4បាទទាំងមាន3សម្រាប់ផ្នែកបរោះនិង1បាទគឺសម្រាប់ផ្នែកនារី